បងប្អូននៅក្នុងវីដេអូមុនខ្ញុំលើកឡើងថាការដែលលោកជាប់និទ្ទេស A នេះមិនដឹងថាជានិទ្ទេស A លើកដំបូងនៅក្នុងវិស័យពុទ្ធិកសិក្សាឬយ៉ាងណាគឺមិនមានចម្លើយនោះទេប៉ុន្តែនៅក្នុងវីដេអូនេះអឺការជាប់និទ្ទេស A របស់លោកគឺនាយកព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសរាមរិទ្ធចាត់ទុកថាជាការបំបែកនៅកំណត់ត្រាថ្មីបងប្អូនដែលទទួលបាននិទ្ទេសល្អប្រសើរហើយបន្ទាប់ពីឃើញលោកទទួលបានលទ្ធផលល្អបែបនេះតើបងខ្ញុំគិតថាអូសមណាស់នៅពេលដែលរៀនបានពូកែបែបនេះសមនឹងទទួលបានការលើកទឹកចិត្តលើកទឹកបតីពីសំណាក់គុណម្ចាស់ញាតិញោមផ្សេងគិតថាអញ្ចឹងបងប្អូនហើយគិតថាបើទោះជាមិនបានច្រើនដូចជាខាងប្រហោះដែលមានការឧបត្ថម្ភម៉ូតូឬក៏រង្វាន់អីផ្សេងទៀតក៏បានតិចតួចខ្លះដែរបងប្អូនដូចជាមានឃើញសម្ដេចសង្ឃឬក៏គុណម្ចាស់ហាក់សិង្ហៃជាដើមលោកប្រគេននៅបច្ច័យ4មួយចំនួនដល់លោកហើយប៉ុន្តែក្រោយៗមកទៀតមានច្រើនណាស់បងប្អូនមានបន្តហើយចាំមើលខ្ញុំនឹងដាក់នៅខាងចុងវីដេអូប៉ុន្តែសូមនិយាយអំពីការបំបែកកំណត់ត្រានេះសិនដោយពុទ្ធិកវិទ្យាល័យសរាមរិទ្ធនឹងបានចេញលិខិតមួយអបអរសាទរដល់គុណម្ចាស់ដែលបានជួបនិទ្ទេស A ពនាមថាស្រេងសុភាពនឹងលិខិតនឹងឯងចេញដោយព្រះនាយកយើងហៅថាបើយើងសាលាធម្មតាហៅនាយកសាលាបងប្អូនណាហើយនេះនាយកខាងពុទ្ធិកនេះជាប្រសងយ៉ាងគេហៅថាព្រះនាយកហ្នឹងគឺសម្ដេចព្រះមង្គលមុនីរាំងសីហ៊ូឈៀវនិតជាស្រ័យបងប្អូនឈ្មោះពនាមខ្មែរបាទហ៊ូឈៀវនិតលោកគឺជាអ្នកគ្រប់គ្រងសាលាហ្នឹងបងប្អូនណានាយកសាលាអញ្ចឹងនៅក្នុងអត្ថន័យនៃលិខិតហ្នឹងបានសរសេរថាអបអរសាទរសាមណេរស្រេងសុភាពសមណៈសិស្សពុទ្ធិកវិទ្យាល័យព្រះសរាមរិទ្ធដែលបានបំបែកកំណត់ត្រាថ្មីដោយទទួលបាននិទ្ទេស A ទទួលបាននិទ្ទេសល្អប្រសើរទាំងពីរទាំងពុទ្ធិកអធិស្ឋានបងប្អូនអានខុសគឺទទួលបាននិទ្ទេសល្អប្រសើរទាំងពុទ្ធចក្រនិងអនាចក្រអញ្ចឹងហើយលោកក៏បានសរសេររៀបរាប់នៅក្នុងលិខិតហ្នឹងថាតាំងនាមឲ្យគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសរាមរិទ្ធអាត្មាភាពមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងសូមចូលរួមត្រេកអរចំពោះសមណៈសិស្សស្រេងសុភាពចំពោះពាក្យសមណៈសិស្សបងប្អូនខ្លះសមណៈសមណៈនឹងចុច2ហើយបានសិស្សប៉ុន្តែពាក្យត្រឹមត្រូវគឺមិនមានចុច2ទេបងប្អូនណាហើយគុណម្ចាស់ខ្លះលោកជាសមណៈសិស្សស្រាប់ក៏លោកសរសេរខុសដែរអានេះវាជារឿងមួយដែលមិនគួរទេអញ្ចឹងសមណៈសិស្សគឺយើងសរសេរអត់មានចុច2ទេបងប្អូនណាហើយលោកម្ចាស់សូមចំណាំទុកផងដែរកុំឲ្យអក្សរសាស្ត្ររបស់ខ្លួនហើយជាពិសេសពាក្យនៅក្នុងវិស័យរបស់ខ្លួនយើងសរសេរខុសនោះគឺជារឿងមួយដែលមិនល្អនោះទេហើយខ្ញុំក៏ធ្លាប់បានបកស្រាយឬធ្លាប់បាននិយាយមកដែរពាក្យហ្នឹងប៉ុន្តែមិនដឹងថានៅវីដេអូណាទេអញ្ចឹងសូមបន្តទៀតបងប្អូនអបអរសាទរចំពោះសមណៈសិស្សស្រេងសុភាពមានស្រុកកំណើតនៅស្រុកព្រៃកបាស់ខេត្តតាកែវបច្ចុប្បន្នគង់នៅកុដិស្នាក់នៅកុដិលេខ11វត្តឧណ្ណាឡោមសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញដែលបានប្រឡងជាប់សញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិបើកមុំកញ្ចក់មកដាក់ថាបដុភាសាបាលី
ញាតិញោមដែលមិនដឹងថាបាក់ឌុបភាសាបាលីសិក្សាមុខវិជ្ជាអីខ្លះមកញាតិញោមអាចមើលវីដេអូឬក៏បងប្អូនអាចមើលវីដេអូខ្ញុំមុនបានពាក់ព័ន្ធនឹងវីដេអូមួយខ្ញុំលើកពីមុខវិជ្ជាដែលលោកបានសិក្សាដែរអំពីការដែលមិនសរសើរមិនបានពីវីដេអូខ្ញុំនិយាយពីលោកប្រឡងជាន់បងប្អូនហ្នឹងអញ្ចឹងបាក់ឌុបភាសាបាលីសម័យប្រឡងថ្ងៃសុក្រសៅរ៍អាទិត្យ9 10 11រោចខែមិញឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី21 22 23ខែកុម្ភៈឆ្នាំ2025ដោយទទួលបាននិទ្ទេសល្អប្រសើរហើយដាក់ថែមមកនិទ្ទេសល្អប្រសើរបើវងកញ្ចក់ A លទ្ធផលរបស់ព្រះអង្គជាការបំបែកកំណត់ត្រាថ្មីក្នុងវិស័យពុទ្ធិកសិក្សាអញ្ចឹងកំណត់ត្រាថ្មីមានន័យថាពីមុនមកអត់មានទេបងប្អូនណាជាកំណត់ត្រាថ្មីបើសិនជាមានមិនមែនឈ្មោះថាថ្មីនោះទេជាពិសេសពុទ្ធិកវិទ្យាល័យព្រះសុរាម្រិតដោយព្រះអង្គទទួលបាននិទ្ទេសល្អប្រសើរ2លើកក្នុងឆ្នាំសិក្សា2024-2025គឺ1ពុទ្ធិកអធិស្ឋានបងប្អូនគឺ1សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់វិទ្យាសាស្ត្រមាន7មុខវិជ្ជាអញ្ចឹងលោកធ្លាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្ដងរួចហើយទទួលបាននិទ្ទេស A ហើយជាមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រទៅទៀតបងប្អូនណាដែលយើងបែងចែកមុខវិជ្ជាចំណេះដឹងទូទៅផ្នែកខាងកុហកហ្នឹងគឺថ្នាក់វិទ្យាសាស្ត្រសង្គមនិងថ្នាក់វិទ្យាសាស្ត្រហើយថាវិទ្យាសាស្ត្រពិតវិទ្យាសាស្ត្រសង្គមបងប្អូនអញ្ចឹងលោកថ្នាក់វិទ្យាសាស្ត្រអញ្ចឹងលោកអាចប្រកែកណិតរូបគីមីអីដូចតែក្រហោះទូទៅដែរទេអញ្ចឹងបានជាលោកប្រឡងជាប់និទ្ទេស A ហ្នឹងមិនចម្លែកទេបងប្អូនណាទី2សញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន14មុខវិជ្ជានេះ14មុខហ្នឹងវីដេអូមុនខ្ញុំបានរៀបរាប់ហើយយើងអត់មានរៀបរាប់បន្ថែមទេទាំងនេះសពបញ្ជាក់ឲ្យឃើញនៅកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងគណៈមន្ត្រីសង្ឃរបស់គណៈគ្រប់គ្រងមន្ត្រីសង្ឃលោកគ្រូអ្នកគ្រូបានបំពេញតួនាទីស្របតាមចក្ខុវិស័យរបស់ពុទ្ធិកវិទ្យាល័យព្រះសរាមរិទ្ធគឺរួមគ្នាដើម្បីឧត្តមភាពហើយចុងក្រោយហ្នឹងក៏លិខិតហ្នឹងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលមានក្រសួងធម្មការនិងសាសនាអគាធិការពុទ្ធិកសិក្សាជាតិនិងសប្បុរសជននានាដែលតែងតែជួយឧបត្ថម្ភដល់ពុទ្ធិកហ្នឹងបងប្អូនហើយនេះគឺជាខ្លឹមសារនៃលិខិតនៅក្នុងបន្ទាប់ពីខ្លឹមសារនៃលិខិតហ្នឹងខ្ញុំសូមបងប្អូនមើលនៅបញ្ជីឈ្មោះមើលនៅឈ្មោះសពនាមក៏ដូចជាឈ្មោះសប្បុរសជនមួយចំនួនដែលបានឧបត្ថម្ភចូលរួមជាបច្ច័យ4ប្រគេនដល់គុណម្ចាស់ដែលជាប់បាននិទ្ទេស A និទ្ទេស B នៅក្នុងផ្នែកពុទ្ធិកសិក្សានេះបងប្អូនទី1គឺសម្ដេចព្រះពុទ្ធជ័យមនីបណ្ឌិតខឹមសនដែលលោកជាសម្ដេចព្រះសង្ឃនាយករងទី3នៃគណៈមហានិកាយនៃបរិជាណាចក្រកម្ពុជាបានឧបត្ថម្ភទៅដល់គុណម្ចាស់ដែលជាប់និទ្ទេសល្អប្រសើរគឺគុណម្ចាស់ស្រីសុភាពចំនួន1លានហើយគុណម្ចាស់ដែលជាប់និទ្ទេស A 2អង្គទៀតមានគុណម្ចាស់ខេនសុគង្គនឹងចំនួន50,000រៀលហើយគុណម្ចាស់សៀងសម្បូរចំនួន50,000រៀលផងដែរបងប្អូនហើយទី2សម្ដេចដែលជាព្រះនាយកពុទ្ធិកសិក្សាវិទ្យាល័យព្រះសរាមរិទ្ធផ្ទាល់គឺសម្ដេចព្រះមង្គលមុនីរាំងសីហ៊ូឈៀវនៀតលោកក៏បាន
ឧបត្ថម្ភទៅដល់សមណៈនិស្សិតទៅដល់សមណៈសិស្សទាំង3អង្គនឹងដែរដែលសមណៈសិស្សដែលជាប់និទេស A ចំនួន1លានហើយនិងនិទេស B ចំនួន50,000 50,000 ផងដែរបងប្អូនណាអញ្ចឹងយើងឃើញមានច្រើនទៅទៀតបងប្អូនហើយក្នុងនោះគុណម្ចាស់សៀងហៃលោកឧបត្ថម្ភផ្ទាល់ឧបត្ថម្ភទៅដល់គុណម្ចាស់ទាំង3អង្គនេះគឺមួយអង្គ$100មួយអង្គ$100តែម្ដងហើយគុណម្ចាស់គូសុភាពលោកគ្រូគូសុភាពនោះក៏ឧបត្ថម្ភក្នុងមួយអង្គ$100ផងដែរបងប្អូនហើយក្រៅពីនេះនៅមានសាមណៈនៅមានសប្បុរសជនយើងជាច្រើនទៀតបងប្អូនដែលមានគុណម្ចាស់និងញាតិញោមមួយចំនួនដែលបានឧបត្ថម្ភហ្នឹងទឹកប្រាក់សរុបទៅមានន័យថាច្រើនគួរសមដែលអាចផ្គត់ផ្គង់ការសិក្សារបស់លោកបន្តទៀតបានបងប្អូនណាយ៉ាងនេះជាការលើកទឹកចិត្តមួយដ៏ល្អសម្រាប់គុណម្ចាស់ហើយសង្ឃឹមថាញាតិញោមនឹងបន្តឧបត្ថម្ភគាំទ្រដល់លោកទៀតក្នុងការសិក្សានៅសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យហ្នឹងហើយបានទទួលបានជោគជ័យហើយជាពិសេសគឺលោកសមនឹងទទួលបាននៅតម្លៃតបស្នងចំពោះការខំប្រឹងប្រែងព្យាយាមរបស់លោកបងប្អូនពីព្រោះដោយដឹងស្រាប់អីมันងាយនឹងទទួលបានទេនិទេស A បែបនេះបងប្អូនដូចពីមុនមកនិទេស A ផ្នែកខាងកុហកហ្នឹងក៏មិនសូវដែរមកប្រឡងភាសាជាប់ត្រឹមម្នាក់2នាក់អីទេទូទាំងប្រទេសការដែលនៅប្រឡងច្រើនមុខដូចជាខ្ទង់10មុខណាបងប្អូនជាប់មួយខែហ្នឹងជាប់1 2ហ្នឹងអូច្រើនណាស់តែជាប់ខែនេះបកែខែនោះបកែប៉ុន្តែនេះលោកអត់ទេ14មុខបងប្អូនហើយ7មុខនោះលោកបាន A ហើយតមកអា14មុខនេះក៏លោកទទួលបាននិទេសល្អទៅទៀតនេះមានន័យថាលោកខិតខំប្រឹងប្រែងមែនបងប្អូនមិនមែនរឿងលេងសើចឬក៏ថារៀនលេងហើយទទួលបានលទ្ធផលល្អបែបនេះគឺมันមាននៅទេបងប្អូនយើងសូមអរគុណបងប្អូនចំពោះការតាមដាននិងទស្សនានៅវីដេអូនេះសូមជម្រាបលា